បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទននចន្ទរាទាំងអស់គ្នានៅវីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញតាក់ទងទៅនឹង Excel បន្តិចបន្តួចឲ្យអ្នកទាំងអស់គ្នាដឹងដោយសារតែខ្ញុំធ្លាប់ធ្វើនៅលើ Excel ហើយវាមានអត្ថប្រយោជន៍សម្រាប់ខ្ញុំអញ្ចឹងក៏ខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកនោះគឺមានន័យថាអ្នកទាំងអស់គ្នាឃើញ A B C D E F G នឹងអត់យើងអត់ចង់ដាក់ A B C D F G ហ្នឹងទេតើអត់យើងចង់ដូរវាឲ្យទៅជាលេខមានន័យថាចង់ឲ្យវាទៅលេខ1លេខ2លេខ3លេខ4អីវិញអញ្ចឹងណាបាទអញ្ចឹងយើងធ្វើមិនហើយយើងចង់សួរថាហេតុអីបានជាយើងចាំបាច់ត្រូវដូរអញ្ចឹងព្រោះវាជាប់ A B C D អញ្ចឹងទៅវាមិនល្អអីអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់គឺមានន័យថាពេលដែលយើងមានfeel ច្រើនឧទាហរណ៍ថាយើងធ្វើdownload ឯកសារឬក៏លក្ខណៈថានិយាយរួមទៅមានអា column នេះមាន column នេះច្រើននេះវាអូសមកដល់នេះឈានមកដល់នេះអីចឹងទៅអ្នកទាំងអស់គ្នាចង់ដឹងថាcolumn កន្លែងនេះវាស្មើនឹង column ទីប្រមាណអីចឹងណាតោះខ្ញុំនិយាយអត់column ទីនេះអ្នកទាំងអស់គ្នាចង់ដឹងថា column នេះវាស្មើនឹង column ទីប្រមាណអីចឹងទៅអញ្ចឹងយើងចង់ដឹងអញ្ចឹងយើងធ្វើម៉េចយើងមិនត្រូវនៅអង្គុយរាប់តាំងពីដំបូងមកហើយនេះ column ទី1ទី2ទី3ទី4អីចឹងទៅអញ្ចឹងយើងអត់ធ្វើអញ្ចឹងឯណូអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងអាចដូរពី A B C D នឹងបានអញ្ចឹងដើម្បីដូរបានអ្នកទាំងអស់គ្នាចូលមកកាន់ line file បាទ line file ណាmenu file ហ្នឹងបន្តមកទៀតអ្នកទាំងអស់គ្នាឃើញគេដាក់ថានេះ option ខាងក្រោមនេះ option ហ្នឹងមកយើងអាចចូលកន្លែងគេដាក់ថា formula បាទតើអត់បន្តមកទៀតអ្នកទាំងអស់គ្នា scroll មកក្រោមគេដាក់ថានេះអីគេR1 C1 reference type អញ្ចឹងយើងអាច click លេខហ្នឹងមក click text ណាបន្តមកទៀតយើងចុច OK អញ្ចឹងឃើញអត់ឃើញវីដេអូអត់នេះវីដេអូពី1 2 3 4 5 6ហ្នឹងវាដូរទៅលេខវិញតើអត់កាលមុនអក្សរទេអញ្ចឹងខ្ញុំចង់មើល column កន្លែងនេះវានៅ column ទីប៉ុន្មានអញ្ចឹងវានៅ column ទី62ហើយខ្ញុំចង់មើលកន្លែងនេះវានៅ column ទីប៉ុន្មានគឺ column 46អញ្ចឹងត្រង់ចំណុចហ្នឹងបើសិនជាអ្នកទាំងអស់គ្នាអត់ដូរទេអ្នកទាំងអស់គ្នានឹងអត់ដឹងទេអត់ដឹងថាវានៅ column ទីប៉ុន្មានទេក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ដូរទេមានអីអ្នកទាំងអស់គ្នាមើលអញ្ចឹងទៅអ្នកទាំងអស់គ្នាអាចចូលមកកាន់ file ហ្នឹងដដែលហើយយកពាក្យ option ហើយអ្នកទាំងអស់គ្នាចូលកន្លែង formula មកហើយអ្នកទាំងអស់គ្នាគឺដោះ tick នេះទៅដោះ tick ហ្នឹងហើយចុច OK ទៅមានន័យថាអ្នកទាំងអស់គ្នាគឺនឹងមក ABC ឡើងវិញហើយតើអត់អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមជួយចុច like subscribe channel របស់ខ្ញុំបាទម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ